នៅក្នុងព្រះពុទ្ធសាសនាការបោសសម្អាតទីអារាមវត្តឬក៏ទីសាធារណៈឬក៏ជាទីកន្លែងដែលគោរពបូជាគឺជាកិច្ចវត្តដ៏មានតម្លៃនិងនាំមកនៅបុណ្យកុសលយ៉ាងច្រើនជាអ្នកទទួលបាននៅអានិសង្ស5ផងដែរទី1ចិត្តរបស់ខ្លួនក៏ជ្រះថ្លាការឃើញទីធ្លាស្អាតគ្មានសម្រាមធ្វើឲ្យចិត្តអ្នកបោសផ្ទាល់មានភាពស្រស់ស្រាយនិងរីករាយទី2គឺចិត្តរបស់អ្នកដទៃក៏ជ្រះថ្លានៅពេលដែលមនុស្សដទៃឬពុទ្ធបរិស័ទធ្វើដំណើរមកបានឃើញទីកន្លែងមានសណ្ដាប់ធ្នាប់និងស្អាតបាតពួកគេក៏កើតចិត្តជ្រះថ្លានិងរីករាយតាមដែរទី3ទេវតាពេញចិត្តទេវតាទាំងឡាយដែលថែរក្សាទឹកដីនៅទីអារាមតែងសរសើរពេញចិត្តនិងជួយគាំពៀដល់បុគ្គលដែលស្រឡាញ់ភាពស្អាតបាតនិងមានសិលធម៌ទី4សន្សំនៅបុណ្យកុសលសន្សំនៅបុណ្យកុសលអ្នកបោសរមែងសន្សំនៅអំពើល្អដែលប្រព្រឹត្តទៅដើម្បីជ្រះថ្លានឹងការបន្សល់ទុកនៅគំរូដ៏ល្អដល់ប្រជាជនជំនាន់ក្រោយនិងទី5នោះគឺទៅកើតក្នុងសុគតិភពកើតក្នុងសុគតិសួគ៌ទេវលោកលុះបែកធ្លាយរាងកាយទៅផលបុណ្យនៃចិត្តដែលជ្រះថ្លានឹងការសម្អាតនេះនឹងនាំអ្នកទៅកាន់សុគតិសួគ៌ទេវលោកមិនធ្លាក់នៅក្នុងអបាយភូមិឡើយបើយើងគិតអំពីផលប្រយោជន៍សម្រាប់បច្ចុប្បន្នជីវិតនៃការរស់នៅបច្ចុប្បន្នរបស់យើងសុខភាពល្អរាងកាយមានការបញ្ចេញនៅពលកម្មហាត់ប្រាណនិងកាត់បន្ថយមេរោគទៀតផងមួយទៀតនោះគឺសតិបញ្ញាស្ងប់ការបោសសម្អាតប្រៀបបីដូចជាការជំរះនៅកិលេសឬភាពសៅហ្មងចេញពីចិត្ត